Pua gang. Ôខ្ញុំនៅទីនេះប្រសិទ្ធភាពមិនអន់ទេមិនក៏ឥឡូវមិនបិទមុខទៀតទៅគឺថាយើងស្គាល់គ្នាអស់ហើយមិនបាច់លាក់បាំងទៀតទេបងយ៉ាននិងប្រធានស៊ូពិតជាស្គាល់គ្នាមិនត្រឹមតែស្គាល់ទេខ្ញុំសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរមិនធម្មតាទេស្ងាត់ឈឹងតែម្ដងអ្នកទាំងពីរជូនពរឆ្នាំថ្មីមែនគឺថាប្រធានស៊ូយើងមិនបានលួចស្ដាប់ទេពួកយើងត្រូវហើយពួកយើងគ្រាន់តែយកឯកសារមកឲ្យទេយកឯកសារមកគឺល្អហើយនេះជារបាយការណ៍ខែមុនសូមប្រធានពិនិត្យមើលមិនអន់ទេសំណើត្រូវប្រគល់នៅសប្តាហ៍ក្រោយសេចក្តីព្រាងនៃគម្រោងទាំង3អតិថិជនសុំការរចនានៅព្រឹកស្អែកដោយសារប្រធានក្រុមសេនមានប្រសិទ្ធភាពខ្ពស់អញ្ចឹងយប់នេះរំខានលោកធ្វើការយឺតបន្តិចហើយប៉ុន្មាន3លោកជាអ្នករចនាកម្ពុជារបស់ក្រុមហ៊ុនមិនអញ្ចឹង3សម្រាប់ប្រធានសេនមិនមែនជារឿងពិបាកទេត្រូវទេមិនពិបាកលោកសាក់ទៅយកការងារមកសងសឹកផ្ទាល់ខ្លួនថែមទាំងលេងធ្ងន់ទៀតនេះមិនមែនមានបំណងបង្ខំឲ្យខ្ញុំលាឈប់ទេខ្ញុំមិនអាចលាឈប់ទេប្អូនស្រីខ្ញុំឈឺត្រូវការលុយផាវតូចក៏ត្រូវការថ្លៃរៀនសូត្របើខ្ញុំលាឈប់តើពួកគេនឹងទៅជាយ៉ាងណាបាទកុំបារម្ភប្រធានស៊ូខ្ញុំនឹងធ្វើវាឥឡូវនេះគាត់នៅតែរក្សាខ្សែដៃដែលខ្ញុំឲ្យគាត់បងយ៉ានតើបងនិងប្រធានស៊ូមានទំនាក់ទំនងអ្វីនឹងគ្នាខ្ញុំមានអារម្មណ៍ថានាងកំពុងតែធ្វើបាបបងមើលទៅមិនដូចទេនឹងហើយគេហៅថាធ្វើបាបគម្រោងរចនា3តើអាចធ្វើរួចក្នុងមួយយប់បានយ៉ាងម៉េចនាងជាសង្សារចាស់ខ្ញុំសង្សារចាស់យើងតាក់ទងគ្នា4ឆ្នាំតាំងពីឆ្នាំទី4បែកគ្នាយូរហើយនាងនៅតែមកសងសឹកបងទៀតបងយ៉ានបងធ្វើបាបគេខ្លាំងណាស់កាលនោះកំពុងនិយាយពីអីនឹងឬដល់ក្រៅហាពួកយើងមិនបាននិយាយអីច្រើនទេអតិថិជនជូនដំណឹងភ្លាមគម្រោងនេះត្រូវពន្យាពេលដល់ខែក្រោយដូច្នេះគម្រោងរចនានេះមិនប្រញាប់ទេមិនក៏មើលទៅមិនសប្បាយចិត្តពេលមិនបាច់ថែមម៉ោងអញ្ចឹងទេអរគុណប្រធានស៊ូអញ្ចឹងទៅជាមួយគ្នាទៅខ្ញុំស្គាល់ clinic ថ្នាំចិនមួយកន្លែងមជ្ឈវិទ្យាសាស្ត្រគេពូកែណាស់លោកមិនរមួលក៏ទេអីខ្ញុំនឹងជូនលោកទៅព្រោះវាផ្លូវតែមួយតាមពិតខ្ញុំបងយ៉ានម៉ាក់ខ្ញុំឈឺខ្ញុំត្រូវយកកំហូបទៅឲ្យគាត់ខ្ញុំទៅសិនហើយកុំព្យូទ័រខ្ញុំដូចជាខូចហើយខ្ញុំត្រូវយកវាទៅជួសជុលកុំចោលខ្ញុំពិតជាបារម្ភរឿងនឹងណាស់តើប្រធានសេនគិតយ៉ាងម៉េចដែរតាមពិតខ្ញុំជាហើយចាក់ម្ជុលនេះពិតជាមិនចាំបាច់ទេអូយនេះវាយឺតហើយខ្ញុំត្រូវទៅទទួលកូនស្រីពីសាលាប្រធានស៊ូខ្ញុំទៅសិនហើយគាត់មានកូនស្រីតាំងពីពេលណាផាវតូចទៅពូថ្ងៃនេះអ្នកគ្រូបង្រៀនបត់ផ្កាយពូមើលទៅខ្ញុំបត់ស្អាតអត់ស្អាតណាស់ផាវតូចរបស់ពូពូកែជាងគេបន្តិចទៀតពូនឹងនាំឯងទៅញ៉ាំមាន់បំពងព្រមទេព្រមតោះទៅញ៉ាំមាន់បំពងតោះមិនក៏នាងមកទីនេះដែរពូបងស្រីនៅក្នុងទូរស័ព្ទពូគាត់ចេញមកក្រៅហើយកុំនិយាយផ្ដេសផ្ដាសបើឯងនៅតែនិយាយផ្ដេសផ្ដាសពូលែងនាំទៅញ៉ាំមាន់បំពងហើយអូប្រធានស៊ូចៃដន្យម្លេះមកទទួលកូនដែរមើលមុខខ្ញុំដូចជាអ្នកមានកូនហើយមែនទេមិនក៏ខ្ញុំដឹងទៅខ្ញុំធ្លាប់រៀនមកតែឲ្យនៅទីនេះថ្ងៃនេះខ្ញុំមកសួរសុខទុក្ខសាលាចាស់ក្មួយតូចឯងឈ្មោះអីខ្ញុំឈ្មោះសេនជីសៀបងស្រីបងស្អាតណាស់គឺថាប្រធានស៊ូខ្ញុំនាំកូនស្រីខ្ញុំទៅមុនហើយ
ហ្គេហេហេហេពូអ្នកគ្រូប្រាប់ថាគេមិនត្រូវកុហកទេពូមិនបានកុហកទេពូទៅតែកុហកខ្ញុំជាក្មួយស្រីពូសោះពូទៅតែនិយាយថាខ្ញុំជាកូនស្រីពូកុហកគេហើយតាមពិតជាពូសោះបងស្រីម៉េចហើយខ្ញុំប្រាប់អាតកំបាំងមួយ